មួយប្រព្រឹត្តភ្នែកពីគ្រូសាមួយដែលធ្លាប់រស់នៅជាមួយគ្នាคล้ายទៅជាសោកនាដកម្មដ៏រំធន់ស្លាប់ម្ដាយឪពុកចាប់ពន្ធនាគារហើយកូនតូចម្នាក់ត្រូវរស់នៅដោយគ្មានភាពកក់ក្ដៅពីឪពុកម្ដាយដូចមុនទៀតឡើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺរឿងនេះមិនមែនកើតឡើងដោយគ្រោះថ្នាក់ឬឧបទ្ទហេតុអ្វីនោះទេប៉ុន្តែកើតឡើងពីភ្លើងប្រច័ណ្ឌនិងអារម្មណ៍កំហឹងមួយពេលដែលបំផ្លាញអនាគតគ្រួសារទាំងមូលយប់មួយនៅស្រុកស្អាងខេត្តកណ្ដាលបុរសជាប្តីបានយកកំបិតចាក់ប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអណយអធមតើដំណើររឿងទាំងមូលកើតឡើងយ៉ាងដូចម្ដេចសូមប្រិយមិត្តតាមដានការសម្រាយលំអិតជាមួយនាងខ្ញុំម៉ារីទាំងអស់គ្នាហេតុការណ៍ដ៏រំភើបនេះបានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី30 ខែមេសាឆ្នាំ 2026 នៅចំណុចភូមិគោកអណ្ដែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះផែនកុន្ធីអាយុ 26 ឆ្នាំជនជាតិខ្មែរមានមុខរបរបម្រើការងារនៅ KTV ចំណែកបុរសជាប្តីនិងជាជនសង្ស័យមានឈ្មោះសោមសិទ្ធអាយុ 31 ឆ្នាំមុខរបររត់តុកកាអ្នកទាំងពីររស់នៅជាមួយគ្នាក្នុងភូមិកើតហេតុខាងលើប៉ុន្តែបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនិងប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាជីវិតគូរបស់អ្នកទាំងពីរមិនសូវមានភាពសុខសាន្តនោះទេដៃប្រពន្ធមួយគូនេះតែងតែឆ្លោះប្រកែកគ្នាជាញឹកញាប់ដោយសារតែបុរសជាប្តីមានចិត្តប្រច័ណ្ឌខ្លាំងទៅលើប្រពន្ធដែលធ្វើការនៅ KTV ការប្រច័ណ្ឌការមិនទុកចិត្តនិងការគ្រប់គ្រងអារម្មណ៍មិនបានធ្វើឲ្យចំនួនមួយគ្រួសារកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅយប់កើតហេតុជនសង្ស័យបានផឹកស្រារហូតស្រវឹងហើយក៏បានឆ្លោះប្រកែកគ្នាជាមួយប្រពន្ធក្នុងបន្ទប់ដេកក្រោយមានចំនួនខ្លាំងពេកស្ត្រីរងគ្រោះបានដើរចេញពីក្នុងផ្ទះមកខាងក្រៅដើម្បីទៅស៊ីឈ្នួលបកគលต็មឲ្យគេយកប្រាក់មកផ្គត់ផ្គង់គ្រួសារចំណុចនេះគឺជារឿងដែលធ្វើឲ្យមហាជនជាច្រើនមានការសោកស្ដាយនិងអាណិតស្ត្រីរងគ្រោះយ៉ាងខ្លាំងព្រោះទោះបីជាមានបញ្ហាក្នុងគ្រួសារក៏នាងនៅតែខំធ្វើការរកលុយដើម្បីទ្រទ្រង់ជីវភាពគ្រួសារប៉ុន្តែអ្វីដែលមិនគូកើតក៏បានកើតឡើងបុរសជាប្តីមិនបានបញ្ឈប់ចំនួនត្រឹមក្នុងផ្ទះនោះទេគេបានដើរតាមប្រពន្ធរហូតដល់កន្លែងបកគោខ្ទឹមហើយអ្នកទាំងពីរក៏បានឆ្លោះប្រកែកគ្នាជាថ្មីម្ដងទៀតនៅក្នុងស្ថានភាពកំហឹងនិងស្រវឹងស្រាជនសង្ស័យបានទាញយកកំបិតបកគោខ្ទឹមមកចាក់ស្ត្រីរងគ្រោះមួយកំបិតចំឃ្លីបណ្ដាលឲ្យរងរបួសធ្ងន់និងហូរឈាមយ៉ាងខ្លាំងសូម្បីតែផ្លែកំបិតក៏បាក់នៅពេលចាក់ផងដែរក្រោយឃើញប្រពន្ធរងរបួសធ្ងន់បុរសជាប្តីបានដឹកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាងប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនបន្តទៅមន្ទីរពេទ្យរស់ស៊ីនៅភ្នំពេញជាអកុសលទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយក៏មិនអាចជួយជីវិតស្ត្រីរងគ្រោះបានឡើយនាងបានស្លាប់នៅមន្ទីរពេទ្យបន្សល់ទុកតែភាពសោកសៅនិងការខូចចិត្តសម្រាប់ក្រុមគ្រួសារនិងកូនតូចក្រោយការហេតុនៅវេលាម៉ោង 9 ព្រឹកថ្ងៃទី 1 ខែឧសភាឆ្នាំ 2026កម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានខត់ខ្លួនជនសង្ស័យយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកំបិតចាក់ប្រពន្ធបណ្ដាលឲ្យស្លាប់ពិតប្រាកដមែនដោយសារតែភ្លើងប្រច័ណ្ឌសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថាបុរសរូបនេះធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាបច្ចុប្បន្នជនសង្ស័យត្រូវបានខត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ការវិភាគស៊ីជម្រៅនិងមតិបន្ថែមប្រិមិត្តអ្នកទស្សនាជាទីគោរពរឿងនេះមិនមែនគ្រាន់តែជាករណីឃាតកម្មក្នុងគ្រួសារធម្មតាមួយនោះទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាហិង្សាក្នុងគ្រួសារដែលកំពុងកើតមានជាបន្តបន្ទាប់នៅក្នុងសង្គមការប្រច័ណ្ឌតាមពិតទៅគឺជាអារម្មណ៍ធម្មតារបស់មនុស្សប៉ុន្តែនៅពេលដែលការប្រច័ណ្ឌគ្មានការគ្រប់គ្រងគ្មានការយល់ចិត្តនិងគ្មានការប្រើហេតុផលវាអាចคล้ายទៅជាអាវុធដ៏គ្រោះថ្នាក់បំផុតក្នុងករណីនេះយើងឃើញថាស្ត្រីរងគ្រោះខំធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារទោះបីជាពេលយប់ក៏នៅតែទៅបកគោខ្ទឹមស៊ីឈ្នួលប៉ុន្តែជំនួសឲ្យការលើកទឹកចិត្តនិងការយល់ចិត្តនាងបែរជាត្រូវប្រឈមមុខនឹងអំពើហិង្សាអ្វីដែលគួរឲ្យសោកស្ដាយជាងនេះគឺកូនតូចដែលគ្មានកំហុសអ្វីសោះត្រូវខ្លាចជាជនរងគ្រោះដោយប្រយោលម្ដាយស្លាប់ឪពុកជាប់គុកអនាគតកូននឹងទៅជាយ៉ាងណានេះជាសំណួរដែលធ្វើឲ្យមនុស្សជាច្រើនឈឺចាប់ក្នុងចិត្តម្យ៉ាងវិញទៀតការផឹកស្រាច្រើននិងការគ្រប់គ្រងអារម្មណ៍មិនបានក៏ជាកត្តាដែលជំរុញឲ្យអំពើហិង្សាកាន់តែធ្ងន់ធ្ងរមនុស្សមួយចំនួនពេលស្រវឹងតែងតែបាត់បង់ការគិតនិងធ្វើសកម្មភាពដោយកំហឹងមួយពេលប៉ុន្តែការសម្រេចចិត្តត្រឹមតែប៉ុន្មានវិនាទីអាចបំផ្លាញជីវិតមនុស្សម្នាក់និងបំផ្លាញអនាគតគ្រួសារទាំងមូលរឿងនេះក៏ជាមេរៀនមួយសម្រាប់គូស្នេហ៍និងគ្រួសារជាច្រើនផងដែរនៅពេលមានបញ្ហាគូតែដោះស្រាយដោយការសន្ទនាការយល់ចិត្តនិងការគ្រប់គ្រងអារម្មណ៍
មិនមែនប្រើអំពើហិង្សានោះឡើយព្រោះនៅចុងក្រោយអ្នកដែលខាតបង់ធំបំផុតមិនមែនត្រឹមតែជនរងគ្រោះឬជនដៃដល់នោះទេប៉ុន្តែគឺកូននិងក្រុមគ្រួសារទាំងមូលជាចុងក្រោយនាងខ្ញុំម៉ារីសូមចូលរួមសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសារស្ត្រីរងគ្រោះនិងសូមឲ្យរឿងបែបនេះកុំកើតឡើងបន្តទៀតនៅក្នុងសង្គមកម្ពុជាបើប្រិមិត្តយល់ថាវីដេអូមួយនេះមានអត្ថន័យនិងជាមេរៀនសម្រាប់សង្គមសូមកុំភ្លេចចុច like share និង Subscribe Channel Marie CL ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗនិងការវិភាគស៊ីជម្រៅជាបន្តបន្ទាប់នាងខ្ញុំម៉ារីសូមអរគុណនិងសូមជម្រាបលា